បាទសួស្តីបងប្អូនប្រជាកសិករខាងផ្នែកចិញ្ចឹមមាន់ចិញ្ចឹមទាថ្ងៃនេះយើងបានមកដាក់ចំណីប្រភេទចំណីរបស់យើងគឺជាប្រភេទចំណីសម្រាប់ហើយយើងបានលាយរូបមន្តស្រាច់សម្រាប់មាន់សម្រាប់ទាមាន់ផ្សេងទៅទាមកបេតែ 90000 ទេហើយមាន់មកបេ 100,000 ជ្រូកក៏មកបេ 100,000 ដូចគ្នាដែរ 60 គីឡូយើងឃើញថាមាន់ទារបស់យើងគឺលូតលាស់ល្អហើយជាពិសេសគឺគីឡូធ្ងន់តែម្ដងចំណុចតបារបស់យើងនេះគឺអាមហ្មងបាទហើយខាងក្រោយនោះគឺជាពពុះខេងណាខេងយើងបានសន្សំបាននេះពីនេះសាជាងគេហ្មងនេះដោះរោមតន់អស់ណាដោះរោមអស់គឺអស់តោះហ្មងខាងក្តាមទៀតឡើងអឺកហ្មងគឺមុនយើងសម្រិតសម្រាំងគឺយើងផលិតលើសុខភាពវាច្រើនដែរហើយនៅខាងក្រោមកន្លែងពងថទឹកហ្នឹងក៏មួយទៀតដែរយើងទៅប្រកាត់មួយគ្នាហើយក្នុងនេះគឺពិចារណាសិតប៉ាបារីខេងយើងអត់ទាន់ទិញចូលទេខេងប្រហែលជាដាច់ខែបានយើងទិញចូលយកមកស្តុកទុកដើម្បីលក់ចេញ